Much more ហ៊ានបណ្ណាខ្ញុំមកពីក្រុម AU35 ថ្ងៃដែរធ្វើវីដេអូអំពី Linux command ចឹងនៅ part 1 ដើម្បីចូលទៅ part 1 ខ្ញុំសូមធ្វើការវាយ command មួយ who am I ចឹង who am I នេះគឺជាឈ្មោះខ្ញុំជាបណ្ណាហើយតើមកធ្វើការ print directory pwd ចឹងខ្ញុំនៅក្នុង home ហើយតើមកនៅក្នុងឈ្មោះខ្ញុំហ៊ានជាបណ្ណាហើយចូលដល់ part 1 វិញគឺ update package ចឹងប្រើ command sudo atp update ទៅការវាយ password ចឹងនេះupdate ហើយចឹងចូលដល់ទី2គឺ upgrade វិញម្ដងហើយចូលដល់ចំណុចទី3គឺ install ngx install ng ហើយចូលដល់ចំណុចទី4នោះគឺឆែកមើល switch វាតែវា switch ngx ហ្នឹងវា running អត់ sudo systemctl ngx ចឹងswitch ngx ហ្នឹងគឺវា active វា runningហើយចូលដល់ចំណុចទី5នោះវិញគឺ remove package ngx ចេញខ្ញុំប្រើ sudo atp remove ngx ចឹងដើម្បីឆែកថាខ្ញុំ remove ចេញឬក៏អត់នឹងប្រើ ngx .2 ចឹងថា ngx នេះគឺខ្ញុំបាន remove ចេញហើយចឹងចូលដល់ part 2 គឺទី1ប្រើ display list គឺប្រើ ls.la ហើយចូលដល់ទី2វិញគឺ use pi គឺថា ls ហើយ grab
txt ហើយចូលដល់ចំណុចទី3គឺខ្ញុំប្រើ use pi ហើយដើម្បីខ្ញុំsearch progress SSA ក្នុង NGX ទៅប្រើ PS UX ហើយ SSA ហើយមួយទៀតគឺ search row NGX ហើយចូលដល់ចំណុចទី9វិញគឺខ្ញុំប្រើ command output ដើម្បី hosting នៅក្នុង file ហ្នឹង file output ប្រើ ls ធំ output .txt ហើយខ្ញុំត្រូវការ cat file txt ចឹងក្នុង file output ហ្នឹងគឺខ្ញុំបានមានថាខ្ញុំបាន recommend using output ហ្នឹងហើយចឹងចូលដល់ part 3 ម្ដង part 3 ទី1ព្រោះឲ្យ check firewall status sudo usw status ចឹង status active ហើយខ្ញុំប្រើទី2នោះគឺ enable firewall វិញខ្ញុំប្រើ sudo enable ខ្ញុំប្រើ yes ចឹងគឺ firewall គឺប្រើបាន enable វាហើយហើយចំណុចទី12វិញគឺ allow port 80ចឹងប្រើ sudo usw allow 80ហើយចំណុចទី13វិញ allow ssh service ខ្ញុំប្រើ sudo ដូចគ្នាដែរហើយចំណុចទី14ហ្នឹងគឺ check firewall status again to firewall role ខ្ញុំប្រើ sudo status ចឹងចំណុចរបស់ខ្ញុំចឹងវីដេអូរបស់ខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអរគុណច្រើនលោកគ្រូ